បាទសួស្តីបងប្អូនទាំងអស់គ្នាមានសំណួរសួរថាចុះបើសៀមវាឆ្លៀនពៀនខ្មែរយើងដល់ម្លឹងហើយវាវាយចូលមកនៅក្នុងទឹកដីខ្មែរយើងរហូតដល់ទៅកំទេចរូបសំណាកស័ក្តិសិទ្ធិផ្សេងរបស់ខ្មែរយើងហើយកំទេចវត្តអារាមសាលារៀនមន្ទីរពេទ្យអីជាដើមអញ្ចឹងបើកន្លែងណាដែលវាឆ្លៀនជៀនពៀនចូលបានហ្នឹងវាមិនយកទឹកដីយើងវាលើកទង់ជាតិវាលើកអីហ្នឹងវាមិនត្រឡប់ទៅវិញទេអញ្ចឹងវាមិនយកទឹកដីយើងបាត់ទៅហើយទេអីបាទចឹងនេះជាក្តីបារម្ភរបស់ប្រជាជនខ្មែររបស់ប្រជាពលរដ្ឋខ្មែរយើងដែលខ្លាចបាត់បង់ទឹកដីទៅកាន់ប្រទេសជិតខាងប៉ុន្តែរដ្ឋាភិបាលបានបដិញ្ញាចិត្តថានឹងមិនអោយប្រទេសជាតិបាត់បង់ដី1មីលីម៉ែត្រទេរដ្ឋាភិបាលបានបដិញ្ញាចិត្តថាគ្មានការកាត់ដីដើម្បីដូរយកសន្តិភាពទេប៉ុន្តែប្រជាពលរដ្ឋខ្មែរនៅតែមានការព្រួយបារម្ភថាយើងមិនមែនកាត់ដីទេក៏ប៉ុន្តែបើគេវាយចូលមកក្នុងទឹកដីយើងហើយគេកាន់កាប់តំបន់ណាមួយដែលគេអាចកាន់កាប់បាននោះតើគេត្រឡប់ទៅវិញឬអត់តើយើងធ្វើយ៉ាងម៉េចយកតំបន់នោះបានមកវិញឬក៏តលតែសង្គ្រាមរហូតដើម្បីវាយទាមទារយកដីនឹងមកវិញឬមួយក៏មានវិធានការតាមផ្លូវច្បាប់បែបជាតិបែបអន្តរជាតិឬបែបតំបន់បែបណាចឹងនេះសុទ្ធតែជាចម្ងល់របស់ប្រជាពលរដ្ឋយើងហើយដែលមានការព្រួយបារម្ភខ្លាំងដែលគាត់គិតថាអាចនឹងកើតមានឡើងបើគេកាន់កាប់ដោយខុសច្បាប់ដើម្បីយើងចង់បានមកវិញយើងមានតែតស៊ូមតិតាមលក្ខណៈការទូតអន្តរជាតិច្បាប់ជាតិច្បាប់ក្នុងតំបន់ឬមួយក៏តស៊ូតាមរយៈបដាប្រវត្តិយកមកវិញអញ្ចឹងបើយើងនៅតស៊ូគ្នាតាមរយៈបដាប្រវត្តិតើថ្ងៃណាយើងដល់ទីបញ្ចប់ថ្ងៃណាដល់ទីបញ្ចប់សម្រាប់ខ្ញុំយល់ឃើញថាប្រទេសជាតិមួយមិនអាចកាត់ដូរដីដើម្បីសន្តិភាពទេអញ្ចឹងការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលដែលថានឹងមិនអោយបាត់ដី1មីលីម៉ែត្រនឹងមិនកាត់ដីដើម្បីដូរយកសន្តិភាពខ្ញុំគាំទ្រហើយក៏សង្ឃឹមថារដ្ឋាភិបាលអាចធ្វើទៅបានអញ្ចឹងសម្រាប់ប្រជាពលរដ្ឋទូទៅជាតិអន្តរជាតិអីគ្រប់បែបយ៉ាងសូមមេត្តាជួយតាមដាននិងអង្កេតនៅបញ្ហាសង្គ្រាមនេះទាំងអស់គ្នាហើយសម្រាប់ខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំក៏មិនគាំទ្រឲ្យរដ្ឋាភិបាលកាត់ទឹកកាត់ដីដើម្បីដូរយកសន្តិភាពដែរពីព្រោះវាមិនបានយូរអង្វែងទេបើគេអាចយក1គីឡូបានគេនឹងធ្វើសង្គ្រាមដើម្បីទាមទារយក1គីឡូទៀតបើយើងដោះដូរដីដើម្បីយកសន្តិភាពគេនៅតែទន្ទ្រានយើងឲ្យយើងដោះដូររហូតដល់អស់ដីអញ្ចឹងនេះវាមិនមែនជាមធ្យោបាយទេបាទគ្មានមធ្យោបាយណាមួយដែលត្រូវកាត់ដីដូរយកសន្តិភាពទេប្រទេសជាតិនីមួយត្រូវមានស្វ័យការពារខ្លួនឯងចឹងដើម្បីទប់ស្កាត់នៅទង្វើទាំងអស់នេះបានការពង្រឹងកងកម្លាំងប្រដាប់អាវុធដើម្បីការពារព្រំដែនការពង្រឹងសន្តិសុខក្នុងសង្គមគឺជាកាតព្វកិច្ចចាំបាច់របស់រដ្ឋាភិបាលដើម្បីធ្វើឲ្យជាតិមួយមានភាពរឹងមាំមិនចាំបាច់ពឹងពាក់នរណាការពឹងពាក់អ្នកដទៃវាមិនស្រួលដូចយើងពឹងពាក់ខ្លួនឯងទេចឹងនេះក៏ជាមេរៀនមួយសម្រាប់រដ្ឋាភិបាលយើងសម្រាប់ប្រទេសជាតិយើងដែលត្រូវពង្រឹងខ្លួនឯងហើយប្រជាជននៅក្នុងប្រទេសក៏ត្រូវគាំទ្ររដ្ឋាភិបាលនៅក្នុងការចំណាយថវិកាគ្រប់បែបយ៉ាងដើម្បីពង្រឹងកងកម្លាំងជាតិបាទដើម្បីពង្រឹងកងកម្លាំងជាតិឲ្យតែប្រើប្រាស់ថវិកាត្រូវនៅក្នុងការពារបូរណភាពទឹកដីខ្ញុំជឿថាប្រជាពលរដ្ឋទូទៅគាត់មិនរអ៊ូរទាំទេហើយក៏មិនរិះគន់រដ្ឋាភិបាលក្នុងការចំណាយលុយទៅលើការគ្រប់គ្រងជាតិទៅលើការពង្រឹងកម្លាំងការពារបូរណភាពទឹកដីដែរបាទហើយសម្រាប់ខ្ញុំគឺគាំទ្រ 100% ក្នុងការបង្កើនសមត្ថភាពកងទ័ពឲ្យមានសមត្ថភាពគ្រប់គ្រាន់មានសភាវុធគ្រប់គ្រាន់ក្នុងការពារទឹកដីខ្ញុំគាំទ្រគ្រប់បែបយ៉ាងបាទទោះបីចំណាយអស់ប៉ុណ្ណាក៏ដោយពីព្រោះដើម្បីសេចក្តីសុខរបស់ប្រជាជាតិមួយបាទដើម្បីសេចក្តីសុខរបស់ប្រជាជាតិមួយអញ្ចឹងយើងមើលការឈ្លានពានដ៏ខុសខើរបស់ Thailand របស់ប្រទេសថៃមកលើកម្ពុជានេះគឺជារឿងមួយដែលយើងត្រូវយកទុកជាមេរៀនសម្រាប់កូនចៅរបស់យើងគ្រប់ចំនួនថាមានតែយើងខ្លាំងខ្លួនឯងទេទើបយើងអាចការពារបានបើមិនអញ្ចឹងទេគឺមិនអាចទៅរួចទេហើយខ្ញុំមិនគាំទ្រដាច់ខាតចំពោះការកាត់ទឹកដីដើម្បីដូរយកសន្តិភាពពីព្រោះវាមិនមែនជាជំរើសដែលត្រូវរើសដើរទេ
វាគឺជាកំហុសឆ្គងរបស់រដ្ឋាភិបាលណាមួយក៏ដោយដែលជ្រើសរើសយកការកាត់ដីដើម្បីដូរយកសន្តិភាពព្រោះសន្តិភាពនោះនឹងមិនបានយូរអង្វែងទេអ្នកដែលធ្លាប់ស៊ីចំណីណាបានគេញ៉ាំគឺគេចង់ស៊ីទៀតហើយអញ្ចឹងបើគេស៊ីទៀតយើងគ្មានបានសុខមួយជីវិតទេយើងគ្មានទទួលបានសន្តិភាពពីដំណោះស្រាយបែបនោះឡើយអញ្ចឹងវីដេអូមួយនេះខ្ញុំសូមជូនប៉ុណ្ណឹងហើយសូមបងប្អូនទាំងអស់គ្នាគាំទ្រគ្នានិងធ្វើការជាមួយគ្នាដើម្បីការពារបូរណភាពទឹកដីយើងឲ្យបានបាទសូមអរគុណចាំជួបគ្នានៅវីដេអូក្រោយទៀត